ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះចាខ្ញុំមកបង្ហាញអំពីចាបច្ចុប្បន្នទៀតហើយណាចាមុននឹងបង្ហាញបច្ចុប្បន្នចាខ្ញុំសូមឆ្លើយទៅលើខមមិនរបស់គាត់នេះបន្តិចចាគាត់សួរថាការមើលបាត់ដៃក្បួននៃមើលបាត់ដៃតើមើលដៃឆ្វេងឬដៃស្ដាំមិនថាស្រីឬប្រុសទេណាចាខ្ញុំសូមបញ្ជាក់មើលទាំងឆ្វេងទាំងស្ដាំណាចាអត់មានតែរើសតែស្ដាំទៅឆ្វេងទេព្រោះមនុស្សយើងនេះកើតមកណាចាគឺគេឲ្យដៃមកពីរអញ្ចឹងចាខ្សែជីវិតរបស់យើងក៏តាក់ទងនឹងពីរនឹងឯងមិនអាចអត់មួយណាបានទេណាបើសិនជាវិនិច្ឆ័យតែមើលចំហៀងដៃគឺស្មើនឹងខុសហើយមិនត្រូវទេណាយើងវិនិច្ឆ័យនេះណាចាអញ្ចឹងមិនថាមើលលើក្បួនបាត់ដៃអាចដឹងអំពីដំណើរជីវិតអាចដឹងអំពីថ្ងៃអនាគតអ្នកនឹងមានឬក្រនោះដោយសារតែយើងមើលចាទាំងឆ្វេងទាំងស្ដាំនឹងហើយមិនត្រឹមតែមើលទាំងឆ្វេងទាំងស្ដាំទេចាគឺមើលទាំងអស់តាំងពីទម្រង់កញ្ចក់ចាឆ្អឹងដៃចាស្បែកដៃណាចាទម្រង់នៃឆ្អឹងខ្នងដៃគឺមើលទាំងអស់ណាចាមើលទាំងអស់វិនិច្ឆ័យទាំងអស់ទើបបានចេញជាលទ្ធផលថាអ្នកនោះចាមានឬក៏ក្រអាហ្នឹងគឺអញ្ចឹងណាចាកុំឲ្យអ្នកខ្លះថាចាការមើលផ្សេងហេតុអីបងខ្ញុំកំណត់តម្លៃខ្ញុំចង់និយាយត្រង់នេះតិចដែរណាចាព្រោះការមើលរបស់ខ្ញុំមិនមែនមើលតាមសទ្ធាចេះតែមើលតិចតួចអីក៏មើលហើយទេណាការមើលរបស់ខ្ញុំតែចាប់ដៃមើលតែត្រូវមើលជាមួយខ្ញុំហើយចាគឺត្រូវមើលទាំងអស់ចាខ្ញុំមានចំណុចចែកក្នុងការមើលបើអ្នកដែលមានលទ្ធភាពប៉ុណ្ណាមើលទៅតាមចំណុចលទ្ធភាពដែលចង់មើលទៅណាឬក៏ចង់មើលទាំងអស់ក៏ខ្ញុំមានសម្រាប់អ្នកមានលទ្ធភាពនិងអ្នកអត់លទ្ធភាពដែរខ្ញុំមិនដាច់ញ៉ាត់ថាប៉ុណ្ណាគឺត្រូវតែប៉ុណ្ណឹងឲ្យគ្រប់ទេមើលទៅតាមលទ្ធភាពនៃម្ចាស់បាតដៃដែរណាចាអញ្ចឹងបញ្ជាក់ម្ដងទៀតការមើលគឺមើលទាំងឆ្វេងទាំងស្ដាំហើយវិនិច្ឆ័យគ្រប់ជ្រុងនៃដៃទាំងអស់ណាចាឥឡូវប៉ុណ្ណឹងចុះយើងមើលចាតកតងជាមួយបច្ចុប្បន្នលើដៃនេះម្ដងណាចាបច្ចុប្បន្នលើដៃណារឿងរ៉ាវគឺវាតាមចាកន្លែងដែលវាដកដែរចាមិនមែនថាឲ្យតែបច្ចុប្បន្នលើដៃជួបរឿងដែលមិនល្អរឿងបែកបាក់ឬក៏រឿងខ្សោះរឿងលុយកាក់ទេណាវាមានតាមតួរបស់វាដែលដកដែរណាចាដោយដៃរបស់គាត់នេះគឺចាបច្ចុប្បន្នខ្មៅហ្នឹងគេហៅបច្ចុប្បន្នអពមង្គលចាហើយដោះនៅទួលចាគេហៅទួលលៀបចាទួលលៀបរបស់គាត់គឺទួលជំនួយណាព្រោះនៅបរិវេណខាងហ្នឹងគេហៅទួលច័ន្ទគឺជាទួលជំនួយទួលលៀបរបស់គាត់អញ្ចឹងគឺមានន័យថាបច្ចុប្បន្ននេះដោះមកគឺធ្វើឲ្យគាត់ហ្នឹងចាគឺមិនបានការជំនួយពីខាងក្រៅនោះទេគឺបានន័យថាគាត់ហ្នឹងហត់នឿយការរកលុយឬក៏ដំណើរជីវិតគាត់នឹងជួបទុក្ខលំបាកអីមិនសូវមានអ្នកជួយមកតម្រង់ដោះស្រាយមកជួយជំនួយគាត់អីទេអត់មានទេឬក៏មានលៀបពីខាងក្រៅប្រទេសខាងក្រៅអីចាមានអ្នកចង់ជួយអីក៏ចាមិនបានជោគជ័យដែរព្រោះមានបច្ចុប្បន្នអពមង្គលនឹងណាចាលើដៃរបស់គាត់ក៏មានបច្ចុប្បន្ននៅត្រង់នេះមួយទៀតដែរណាតាត្រង់នេះនៅចារវាងចាខ្សែខួរក្បាលនិងខ្សែបេះដូងគឺវានៅចន្លោះនឹងតែម្ដងវាដោះនៅចន្លោះនឹងគឺជាចន្លោះបរិវេណនៃត្រង់នឹងគឺជាបរិវេណនៃខ្សែវាសនាចាប៉ុន្តែមានបច្ចុប្បន្នដោះនៅត្រង់នឹងគឺបាត់ខ្សែវាសនាហើយបដោះនៅកណ្ដាលនឹងទៀតចាមានន័យថាច្បាស់ណាស់គឺនៅក្នុងអាយុខ្សែរបស់គាត់និយាយរួមពីខ្សែដល់ចាខ្សែ8ណាចាគឺគាត់ចាពិបាករឿងចំណូលរឿងលុយកាក់ណាចាគឺបើមិនប្រឹងគឺមិនបានណាប្រឹងហើយគឺបានតិចវាមិនបានច្រើនដូចបំណងទេនិយាយរួមគឺបច្ចុប្បន្ននឹងដោះមកគឺធ្វើឲ្យគាត់ពិបាករឿងរលុយពិបាករឿងសេដ្ឋកិច្ចតែម្ដងណាចាឥឡូវខ្ញុំនឹងបង្ហាញចាមកចំណុចទៀតដើម្បីឲ្យដឹងថាមិនបានចាហ៊ានអះអាងណាមកមើលលើខ្សែជីវិតរបស់គាត់ត្រង់នេះណាខ្សែជីវិតនៅត្រង់នេះឃើញទេចាបែកស្មៅខ្មៅហើយមានខ្សែកាត់ធ្លាក់ចុះទៀតផងណាចាអញ្ចឹងហើយដែលធ្វើឲ្យគាត់បញ្ហារឿងលុយកាក់ចាយ៉ាងប្រកបតែមកមើលលើចុងចានៃខ្សែជីវិតមួយទៀតនៅត្រង់អាយុ50នេះមានខ្សែបែកចេញបែបនេះចាមានខ្សែបែកចេញនៃខ្សែជីវិតបែបនេះចាអាហ្នឹងគេហៅថាចាខ្សែជីវិតគាត់ល្អប្រសើរណាចាល្អប្រសើរវិញព្រោះខ្សែជីវិតចេញមកក្រៅហើយមើលទៅលើខ្សែខួរក្បាលរបស់គាត់ចាក៏ចេញជាត្រីកោណនៅក្នុងអាយុ50នឹងផងដែរអញ្ចឹងបានន័យថាការលំបាកឥទ្ធិពលនៃបច្ចុប្បន្នហ្នឹងគឺវាមានត្រឹមចាអាយុរបស់គាត់ចាពី40រហូតដល់48តែប៉ុណ្ណោះចូលដល់អាយុ50គាត់ចា49 50ហ្នឹងរៀងគ្រាន់បើវិញហើយរឿងលុយកាក់ខ្សែជីវិតគាត់ចេញមកក្រៅណាចាអញ្ចឹងរឿងបច្ចុប្បន្នគឺគេមើលបែបហ្នឹងណាមិនមែនបានន័យថាដោះឲ្យតែមានលើដៃគឺបាក់មកជីវិតទេណាចាវាមានពេលវេលានៃការឲ្យផលរបស់វាដែរនិងពេលវេលាដែលវាអស់នៃកម្លាំងឥទ្ធិពលមិនល្អរបស់វាដែរគាត់តែខ្ញុំសរុបជារួមមកឲ្យតែបច្ចុប្បន្ននៅលើដៃពណ៌ខ្មៅអត់និយាយពណ៌អីទេណានិយាយតែពណ៌ខ្មៅពណ៌ប្រផេះពណ៌ត្នោតសិតតែបច្ចុប្បន្នអពមង្គលទាំងអស់គ្រាន់តែពណ៌ខ្មៅឥទ្ធិពលរបស់វាខ្លាំងជាងពណ៌ផ្សេងណាចាហើយយើងមើលបច្ចៈមួយទៀតនៅលើទួលដៃរបស់គាត់ទាំងអស់នេះណាចាទួលដៃរបស់គាត់ទាំងអស់នេះគឺมันមានបច្ចុប្បន្ននោះទេណាចាมันមានបច្ចុប្បន្ននោះទេអញ្ចឹងបានន័យថាគឺបច្ចុប្បន្ននឹងវាមានឥទ្ធិពលទៅនៅចាក្រោមចានៃអាយុ50នឹងឯង50ទៅលើឃើញទេទួលនឹងក៏គេរាប់50ដែរណាចា50 60 70នឹងទៅលើដូចគ្នាណាចាអញ្ចឹងបានន័យថាអត់ពិបាកទេចាគឺខ្សែព្រះទឹកគាត់ក៏មានជំនួយខ្សែចំណូលគាត់ក៏មានអញ្ចឹងចាគាត់ចាគឺនឹងល្អរឿងលុយកាក់វិញណា